ឥឡូវនេះយើងបានមកដល់ទីរំខែកញ្ចេះហើយតែយើងបានជីកាត់មកទន្លេទេយើងជីកាត់លោវាហើយខាងនោះគឺនោះគឺកញ្ចេះទន្លេអត់នេះក៏កាត់ផ្សារដែរតែមើលយើងឃើញចាស់ៗផងចាស់ៗច្រើនបាទដល់ស្នូលស្នូលបាទសួស្តីបងប្អូនអរគ្នាឥឡូវនេះយើងបានមកដល់ស្រុកស្នូលខេត្តកញ្ចេះហើយធ្វើដំណើរជាង100គីឡូទៀតបើយើងទៅដល់មណ្ឌលគិរីជាង100គីឡូទៀតហើយជាងម៉ោងខ្ទង់7ឯមិនដល់ហើយនេះយើងចេញដំណើរតាំងពីឆ្លងមកចុះតាមកញ្ចេះរហូតដល់ស្នូលវិញឡើងទៅខាងនោះហើយបានយើងឡើងទៅមណ្ឌលគិរីតែយើងដំណើរតទៅមុខដើម្បីមើលទេសភាពតទៅមុខទៀតបាទអេបាទឥឡូវយើងធ្វើដំណើរចេញពីស្នូលមកហើយឥឡូវយើងតដំណើរទៅមុខទៀតទៅខេត្តមណ្ឌលគិរីហើយនេះគឺជាទិដ្ឋភាពតាមផ្លូវបងប្អូននេះទៅចេញពីស្នូលបានប្រហែលជា4គីឡូទេបាទយើងចាំរងចាំទស្សនាដល់គ្នាមកដល់ទិដ្ឋភាពតាមផ្លូវទៅមណ្ឌលគិរីយ៉ាងណាខ្លះមកដល់មណ្ឌលគិរីពេលយប់ឥឡូវមកសម្រាប់មណ្ឌលគិរីពេលយប់អត់សូវច្បាស់ទេកាមេរ៉ាជូតឡែនប៉ុណ្ណឹងហើយបោលពេកហើយបោលមណាឥឡូវមកដល់មូលគោព្រៃ